យើងបកត្រឡប់ក្រោយវិញមកយើងចាប់ពីខាងឆ្វេងមកយើងយក37ហ្នឹងចែកជា2បាន18កន្លះយើងគូសចំណុចកណ្ដាលហើយដើម្បីឲ្យត្រង់យើងដាក់ឡើងលើដែរមកយើងចែកជា2ដូចគ្នាបាន18កន្លះយើងយកចំណុចកណ្ដាលដូចគ្នាហើយយើងគូសត្រង់មកបន្ទាប់មកយើងចុះ23យើងជីបមកខាង1លេខកន្លះមកខាង1លេខកន្លះអញ្ចឹងជីបកន្លែងហ្នឹងគឺជីប3លេខបន្ទាប់មកចំណុចតាគៀកយើងចុះ18យើងប្រើបន្តកោងនេះហើយយើងដាក់ឲ្យចាំចំណុចលេខ41ហើយយើងគូសកោងទៅហើយជីបមកខាង1លេខកន្លះកន្លែងហ្នឹងបន្ទាប់មកយើងគូសកន្លែងចំណុចតាគៀកមួយទៀតយើងចុះ18ដូចគ្នាមកហើយយើងជីបមកខាង1លេខកន្លះដូចគ្នាហើយយើងប្រើបន្តកោងនឹងដូចគ្នាដាក់ឲ្យចំលេខ43ដូចគ្នាបន្ទាប់មកយើងយកចំណុចតាគៀកពីតាគៀកមួយទៅតាគៀកមួយហ្នឹង45ហ្នឹងយើងចែកជា2បាន22កន្លះយើងគូសចំណុចកណ្ដាលមួយមកហើយខាងលើដូចគ្នាយើងចុចយកចំណុចកណ្ដាលមួយមកបន្ទាប់មកយើងចេញពីចំណុចកណ្ដាលហ្នឹងមក8លេខចេញពីចំណុចកណ្ដាលហ្នឹង8លេខដូចគ្នាហើយយើងគូសត្រង់មកយើងគូសត្រង់មកដូចគ្នាមកបន្ទាប់មកយើងចេញពីហ្នឹងមក6លេខកន្លះចេញ6លេខកន្លះដូចគ្នា6លេខកន្លះ6លេខកន្លះហើយយើងគូសត្រង់មកយើងគូសភ្ជាប់ត្រង់មកដូចគ្នាមកបន្ទាប់មកយើងយក7ហ្នឹងចែកជា4ដើម្បីជីប4ហ្នឹងឲ្យស្មើគ្នាអញ្ចឹងយើងយក7ចែកជា4ទៅក្នុងមួយជីបហ្នឹងយើងបាន 1.75 អញ្ចឹងយើងគូសជីបឲ្យស្មើគ្នាមកបន្ទាប់មកយើងចុះអាជីពក្រាលហ្នឹងយើងចុះ12យើងចុះ12ដូចគ្នាយើងចុះ11ខាងនោះដូចគ្នាយើងចុះ11យើងគូសជីបមកយើងបន្តមកមុខទៀតអាជីពមួយម្នាក់ឯងហ្នឹងយើងចុះ11ហើយយើងជីបមកខាងមួយលេខជីបហ្នឹងមានតែមួយឯងខុសគេបន្ទាប់ពីធ្នេតាគៀកមកយើងបន្តមកមុខទៀតយើងយក29ចែកជា2បាន14កន្លះយកចំណុចកណ្ដាល14កន្លះហើយយើងគូសត្រង់មកហើយយើងចុះ23ហើយយើងជីបមកខាងមួយលេខកន្លះបន្ទាប់មកយើងចុះ25ហើយយើងចុះ5លេខទៀតបន្ទាប់មកយើងបង្វិលវាមកបង្វិលវាទៅជើងក្រោមមកហើយយើងគូសត្រង់ចំណុចដែលយើងត្រូវបត់ជើងនឹងមកហើយយើងចូល2លេខហើយយើងគូសភ្ជាប់វាមកចំណុចដែលយើងចុះ30ហ្នឹងមកបន្ទាប់មកយើងបត់មកចំហៀងទៀតឲ្យស្មើគ្នាមកយើងខ្ទាស់វាឲ្យមកយើងបត់វាដាក់ឲ្យស្មើហើយយើងកាត់ចេញ
សំពត់របស់យើងគូរួចរាល់ហើយដល់វគ្គដេរម្ដង